បាត់ទី1គឺតកតងនឹងយោធាខ្មែរនិងថៃបកកាច់គ្នារឿងផ្ទុះអាវុធច្រើនគ្រាប់នៅព្រំដែនកម្ដៅព្រំដែនចាប់ផ្ដើមផ្ទុះកក្រៅទៀតហើយបងប្អូនព្រោះអីមួយរយៈពេលថ្មីនេះគឺមានការផ្ទុះអាវុធនៅព្រំដែនដោយសារតែរឿងសំខាន់អំពីការថៃឈ្លានពានទន្ទ្រាននៅក្នុងដែនអធិបតេយ្យឬក៏បន្តធ្វើអ្វីនៅក្នុងដីដែលគេគ្រប់គ្រងបានហើយដែលកម្ពុជាយល់ព្រមថាឲ្យនៅណានឹងហ្នឹងវាអត់មានអីប្លែកទេព្រោះថៃធ្វើសកម្មភាពនេះជាប្រក្រតីនៅក្នុងដែនដែលគេគ្រប់គ្រងបានដែលកម្ពុជាយល់ព្រមឲ្យគេគ្រប់គ្រងបានប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់គឺខាងភាគីកម្ពុជាយើងក៏សម្អល់ក្នុងខោដែរគឺយើងនៅតែធ្វើយន្តការដូចភ្លៀងរលឹមមួយគឺយើងសាំយើងសាំជាមួយថៃមែនតើតម្រងខ្ញុំសុំទោសឲ្យតែខ្ញុំនិយាយពាក្យដដែលថាសាំគឺយើងសាំហ្នឹងគឺត្រង់ថាអត់ប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំប្រទានអន្តរជាតិទេតែឲ្យថៃមើលងាយហ្នឹងមកឲ្យថៃមើលងាយត្រង់ថាយើងទៅចិញ្ជ្រុំនៅតាមព្រំដែនអាកន្លែងកុងតឺន័រគេដាក់បលាលួសគេដាក់គេអីហ្នឹងមកហ្នឹងគឺថាយើងទៅដដែលដើម្បីបញ្ជាក់ប្រាប់ថាយើងមិនពេញចិត្តនៅក្នុងការដាក់កុងតឺន័រប៉ុន្តែថៃស្ដាប់យើងមិនមែននៅពេលដែលយើងមិនពេញចិត្តដល់តែពេលយើងទៅដដែលទៅម្ដងថៃគ្រាន់តែដាក់បលាលួសទៅទី2ថៃថែមកុងតឺន័រទៅទី3ថៃថែមកុងតឺន័រមួយជាន់ទៀតទៅទី4គេថែមប៉ុស្តិ៍យាមទៅទី5គេលើកតុងជ័យទៅទី6គេដាក់កាមេរ៉ាទៅទី7គេភ្ជុំកាភ្លើងទៀតទៅទី8 9គេថែមរថក្រោះមកទៀតទៅទី10 11 12 13 100សារទៅទៀតគឺបាញ់យកទៀតអាហ្នឹងហើយដែលយើងគិតថាវាអត់បានផលអីហើយយើងនៅតែអញ្ចឹងយើងធ្វើឲ្យអន់ខ្លួនឯងគឺយើងទៅអន់ខ្លួនឯងមែនតើជួនកាលតែហ៊ានយើងទៅឈរនៅក្រោមទូកុងតឺន័រគេភ្ជុំកាភ្លើងពីលើហើយយើងទៅនិយាយថាថៃខ្លាចបបខ្លាចយើងមិនទៅខ្លាចថៃថៃគេខ្លាចយើងព្រោះយើងទៅប្រពាក់ប្រពន្ធគេដឹងថាមិនបានផលអីទេព្រោះអីគេពាត់បលាយកហើយគេដាក់កុងតឺន័រយកហើយយើងអត់អាចធ្វើអីគេបានផងហ្នឹងយើងជាម្ចាស់ទឹកម្ចាស់ដីជាដែនអធិបតេយ្យដែលយើងទៅឈរប្រាប់ប្រជាថាណែដកកុងតឺន័រចេញវិញទៅយើងកោតទោសយើងបដិសេធគេដោះស្រាយព្រំដែនគេធ្វើអញ្ចឹងបានថានៅពេលដែលមានការឈ្លានពានដែនអធិបតេយ្យគឺកម្ពុជាមានសិទ្ធិការពារខ្លួនហើយសិទ្ធិការពារខ្លួនហ្នឹងគឺត្រូវបាញ់គឺត្រូវកម្ចាត់ព្រោះអីអាហ្នឹងគឺជាសិទ្ធិការពារខ្លួនរបស់ទាហានកម្ពុជាតាអាហ្នឹងវាអត់មានអ្នកណាថានិយាយចឹងទៅដូចផ្ទុះសង្គ្រាមទៀតហើយចង់សង្គ្រាមវាអត់មែនរឿងផ្ទុះសង្គ្រាមទេព្រោះនៅពេលដែលរដ្ឋអធិបតេយ្យមួយត្រូវបានឈ្លានពានដោយរដ្ឋបរទេសហើយយើងនៅតែអង្វរគេយើងសុំឲ្យគេដកថយយើងសុំឲ្យគេនេះគេមិនខ្លាចយើងបើគេធ្វើអីបានអញ្ចឹងអាហ្នឹងហើយដែលធ្វើឲ្យយើងបង្ហាញអំពីភាពអន់របស់យើងទៅវិញទេតែអបជើងគេអត់បានទេព្រោះថៃគឺក៏ក្លឿនមែនតើហើយនៅពេលដែលគេដឹងតែយើងអត់ធ្វើអីគេបានអីAOT អ្នកសង្កេតការអាស៊ានឬក៏ចោះទៅប្រពាក់ប្រពន្ធគ្នាតាមព្រំដែនហ្នឹងបានអីគេមកវិញខ្ញុំសួរបានស្អីគេរបាយការណ៍ក៏គ្មានស្អីក៏គ្មានបានតែទៅគ្រាន់តែថាលំអឲ្យតែឃើញបានរវល់កុំឲ្យទៅនេះសោះហើយទៅមកវិញអត់ដែលបានមកចេញសេចក្តីថ្លែងការណ៍ឥឡូវមើលបងប្អូនប្រាប់មើលថាក្រុម AOT អាស៊ានយើងនោះដែលឬអនុព័ន្ធយោធាដែលចោះទៅព្រំដែនរាល់ដងនោះឯណារបាយការណ៍គាត់ឯណាសេចក្តីថ្លែងការណ៍គាត់ដែលកោតទោសថៃឬក៏ប្រាប់ទៅសហគមន៍អន្តរជាតិដើម្បីផ្ដន់ទាទោសកោតទោសថៃអត់សោះទៅនឹងគឺស្រីគេក្លាហានគេបានរូបបងស្រីដូចនោះឡងបានតែត្រឹមរូបថតទេហើយមិនត្រឹមតែបានត្រឹមរូបថតទេបានឲ្យកម្ដៅព្រំដែននឹងក្ដៅឡើងទៅវិញទៀតខ្ញុំមិនមែននិយាយថាទៅនឹងនាំគ្នាធ្វើឲ្យផ្ទុះកម្ដៅព្រំដែនព្រោះវាអត់បានការឥឡូវឃើញហើយមានជនបរទេសជនជាតិអង់គ្លេសម្នាក់នោះគឺប្រពាក់ប្រពន្ធអត់ឈប់ទៅរាល់ថ្ងៃគឺទៅថតទៅផ្សាយសរសេរចោលផងអីផងដាក់លើទូកុងតឺន័រថ្ងៃមុនគេបាញ់រត់បាត់ជើងសព្រាតគេថៃបាញ់ប្រើមកចូលនៅក្នុងវីដេអូគាត់តាហើយបានប្រយោជន៍អីឥឡូវទៅថតនឹងមកនឹងធ្វើឲ្យថៃថយមែនកុងតឺន័រហ្នឹងវាអត់ទេវាមិនមែនជាយន្តការដោះស្រាយបញ្ហាជាមួយថៃទេព្រោះថៃគេមិនខ្លាចយើងផ្សាយព័ត៌មានទៅក្បែរទូកុងតឺន័របលាលួសដែលយើងព្រមឲ្យគេនៅណានៅហ្នឹងទេថៃគេស៊ីផុយបាត់ហើយយើងទៅនេះគឺយើងធ្វើគេហៅថាយុទ្ធនាការបង្ក្រប់កិច្ចហើយដល់ពេលអញ្ចឹងធ្វើឲ្យអន់យើងមែនតើអន់ទី1គឺគេថាយើងអញ្ញាញ៉ៃឃើញថៃគេចោទយើងថាអញ្ញាញ៉ៃឥឡូវផ្ទុះអាវុធនៅពេលដែលផ្ទុះអាវុធតើកម្ដៅព្រំដែនហ្នឹងវាស្បាយទៅវិញហើយវាអត់មានស្ងប់ទៅវិញទេវានឹងធ្វើឲ្យព្រំដែនហ្នឹងកាន់តែកក្រាក់ឡើងវិញហើយឥឡូវនេះសារពីយោធាថៃទៅចេញមកមុនហ្នឹងប្រហែលជាកន្លះម៉ោងមុនការផ្សាយនេះយោធាថៃខាងក្រសួងការពារជាតិថៃគេពមៀនមកថាខ្ញុំសូមអានសេចក្តីថ្លែងការណ៍របស់គេដែលចុះផ្សាយនៅតាមបណ្ដាញសារព័ត៌មានថៃប្រហែលជា30នាទីមុនការផ្សាយនេះគេដាក់ថាចេះរដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានបង្គាប់បញ្ជាឲ្យកងកម្លាំងថៃទាំងអស់ត្រៀមជើងព្រួលតាមទីតាំងរៀងៗខ្លួននៅតាមបណ្ដោយព្រំដែនដោយសារតែកងកម្លាំងប្រដាប់អាវុធកម្ពុជាបានតាមសេចក្តីរាយការណ៍ថាបានបាញ់គ្រាប់សវណ្ណទីណៃបាទ M79 ហ្នឹងគឺសម្ដៅទៅលើក្រុមកងទ័ពថៃឃើញរឿងវិញចឹងទៀតទេបងប្អូនរឿងនេះគឺទៅតែដំណឹងនេះទៅតែចេញមុននេះប៉ុន្តែប្រហែលជាប្រហែលម៉ោង10ម៉ោងមុននេះមួយថ្ងៃវល់ល្ងាចអីថៃហើយនឹងកម្ពុជាហ្នឹងគឺឆ្លោះគ្នាប្រកែកគ្នារឿងថាអ្នកណាបាញ់ទូគ្រាប់ទៀតទូគ្រាប់ហ្នឹងគឺប្រកែកគ្នាថាម៉េចខាងថៃគេចោទចេះមុនហ្នឹងប្រហែលម៉ោងហ្នឹងថៃគេថាកងទ័ពកម្ពុជាយើងបាញ់11គ្រាប់នៅអាព្រំដែនហ្នឹងនៅម្ដុំចិត្តអូស្មាច់ច្រកអូស្មាច់ហ្នឹងកាលពីថ្ងៃអង្គារបាញ់11គ្រាប់ហើយបន្ទាប់មកកងទ័ពថៃក៏បានចោទប្រកាន់ថាកងទ័ពកម្ពុជាហ្នឹងគឺប្រពាក់ប្រពន្ធគ្នាច្រើននៅតាមតំបន់ព្រំដែនហើយនាំជនបរទេស2នាក់ទៅថតវីដេអូថតអីប្រហែលដោយទាំងលោកណែ Kevin Smith ខ្មែរដែលជនជាតិអង់គ្លេសហ្នឹងឯងដែលលោក Kevin ហ្នឹងក៏ទៅសង្ហរអាទិត្យហ្នឹងដើម្បីទៅថតរូបថតវីដេអូអីនៅក្នុងព្រំដែនហ្នឹងឲ្យដៃកដាលឲ្យអីទៅថៃរាល់តែដងបងប្អូនខ្មែរយើងគ្រប់គ្រងនិយាយពីភ្លុកទឹកភ្លុកដីដូចជំនាន់ Michael Alfaro ចឹងអ្នកទាំងអស់នេះអត់បានជួយអីខ្មែរទេបងប្អូនខ្ញុំសុំទោសដែលខ្ញុំនិយាយហ្នឹងអាចនឹងធ្វើឲ្យអន់ចិត្តពួកគាត់សម្បើមខ្ញុំពេញចិត្តណាស់នៅពេលដែលមានបរទេសណាជួយឆ្អើរឿងខ្មែរជួយឲ្យខ្មែរយើងលើដល់សហគមន៍អន្តរជាតិប៉ុន្តែទង្វើរបស់ពួកគាត់នេះគឺជាទង្វើដើម្បីឈ្មោះដើម្បី Facebook ដើម្បី like ដើម្បី share របស់ពួកគាត់ហ្នឹងដល់ពេលឲ្យបំផ្លាញយន្តការដោះស្រាយបញ្ហារបស់កម្ពុជាទៅវិញទេដល់ពេលទៅប្រពាក់ប្រពន្ធបាញ់ចុះបាញ់ឡើងជាមួយតិចទៀតបាញ់គ្នាប្រើជុំទី3ទៀតហើយអត់មានដោះស្រាយនេះមិនមែនជាយន្តការដោះស្រាយបញ្ហាទេកម្ពុជាមកនេះអត់
មានរឿងទៅចោះមើលកុងតឺន័រចោះអីទេបានហើយវាអត់មានដំណោះស្រាយអញ្ចឹងទេបើដោះស្រាយអញ្ចឹងបានដោះស្រាយបានហើយដំណោះស្រាយមានតែមួយគត់គឺទៅតុលាការយុត្តិធម៌អន្តរជាតិឬក៏ព្រំប្រទានអន្តរជាតិឬក៏យន្តការអាស៊ានឬក៏យន្តការភាគីទី3ណាមួយមិនអាចទៅចោះទៅមើលកុងតឺន័ររាល់ថ្ងៃឲ្យគេបាញ់ប្រាវមកឲ្យយើងឲ្យទៅចោតគ្នាទៅវិញទៅមកឲ្យកម្ដៅព្រំដែនអត់ស្បើយបែបនេះវាអត់មានច្រកដោះស្រាយទេហើយទីទៀតថៃយល់ណាពង្រឹងតបគេដោយសារអីគេថាយើងបង្កភាពអសន្តិសុខដល់តំបន់ព្រំដែនដល់កន្លែងគេគ្រប់គ្រងហ្នឹងលេះបាញ់បានមកប្រាវទៀតជុំទី3ទៀតអត់បានដោះស្រាយអីទាំងអស់ហើយថែមទៀតទៅបើវាយយកបានថែមទៀតហើតែឆ្ងាយទៀតហើយថៃគេចោតប្រកាន់ខាងកម្ពុជាថាបាញ់11គ្រាប់នៅម្ដុំតំបន់អូស្មាច់ហ្នឹងហើយថាមានទាហានខ្មែរ10ទៅ15នាក់ដែលមានបរទេស2នាក់ផងចូលទៅក្បែររបងបលាលួសដែលថៃគេពាត់ការពារដែនអធិបតេយ្យដែលគេថាកម្ពុជានិងថៃព្រមព្រៀងគ្នាថាអ្នកណានៅកន្លែងណានៅកន្លែងហ្នឹងហើយទៅថតវីដេអូទៅថតអីអញ្ចឹងថៃគេទាហានថៃគេថាគេបានបាញ់សំទោសដំបងគេបានពមៀនផ្ទាល់មាត់ថាឲ្យថយចេញឲ្យឆ្ងាយពីតំបន់ព្រំដែនហ្នឹងក៏អត់ព្រមក៏គេបាញ់ពមៀន2គ្រាប់បាទគេបាញ់2គ្រាប់ដើម្បីពមៀនកុំឲ្យចូលទៅចិត្តអាកន្លែងកុងតឺន័រកន្លែងអីគេហ្នឹងក្រោយមកម៉ោង 6:40 នាទីល្ងាចហ្នឹងគឺទាហានថៃលឺសូរគ្រាប់កាភ្លើងបាញ់ពីខាងខ្មែរទៀតនៅតំបន់ហ្នឹងទៀតអញ្ចឹងឥឡូវអាហ្នឹងអញ្ចឹងដល់ពេលខាងក្រសួងការពារជាតិកម្ពុជាអ្នកស្រីម៉ាលីសុជាតាចេញសេចក្តីថ្លែងការណ៍ថ្ងៃហ្នឹងថាបដិសេធដាច់អហង្ការដែលរងការចោទប្រកាន់ពីទាហានថៃថាទាហានខ្មែរបានបាញ់គ្រាប់កំភ្លើងអីណាទៅចូលឬក៏ឲ្យលឺផ្ទុះគ្រាប់ហ្នឹងគឺទាហានខ្មែររក្សាខ្ជាប់ខ្ជួននៅការគោរពបាត់ជប់បាញ់អីឡាក់អ្នកដែលបាញ់ហ្នឹងគឺភាគីថៃអីអញ្ចឹងទៅទៀតឃើញចោទគ្នាអញ្ចឹងតែថៃហ្នឹងក៏ខូចដែរណាបងប្អូនមានចាំទេអាការលោកមុននោះថ្ងៃប្រហែលនេះដូច29មេសាអញ្ចឹងឯងចុងខែបាញ់9គ្រាប់ពេលដែលក្រុម AOT ហ្នឹងស្អីអ្នកសង្កេតការអាស៊ានហ្នឹងរត់ថាក់ញ៉ាំទៅដល់ថៃបាញ់មករត់តាដល់ពេលឲ្យ9គ្រាប់ហ្នឹងបាញ់មកថៃគេថាដុតផាវគេថាដុតផាវដើម្បីបង្អើលកុំឲ្យទៅក្បែរឥឡូវអត់រៀងក្រុមអាស៊ាន AOT ហ្នឹងថ្ងៃហ្នឹងទៅទៀតប៉ុន្តែថ្ងៃហ្នឹងអត់ទៅអូស្មាច់នឹងកន្លែងដែលបាញ់គ្នាហ្នឹងទេទៅប្រាសាទព្រះវិហារគឺអ្នកស្រីម៉ាលីសុជាតាថាដឹកនាំគណៈប្រតិភូក្រុមសង្កេតការអាស៊ានដែលឥឡូវនេះគេដូរវេនហើយព្រោះអីកាលមុនម៉ាឡេដែលកាលម៉ាឡេនៅជាម្ចាស់ផ្ទះដូរវេនប្រធានអាស៊ានណាអញ្ចឹងក្រុមប្រធាន AOT ខាងកម្ពុជាត្រូវតែមានម៉ាឡេឥឡូវម៉ាឡេស៊ីគេទៅបាត់ទៅយកហ្វីលីពីនមកថ្មីអញ្ចឹងក្រុមហ្វីលីពីននេះដឹកនាំអាស៊ាននេះក្រុមហ្វីលីពីននេះគេចុះទៅនៅតំបន់ប្រាសាទព្រះវិហារនៅឯជាប់ខ្សានអីហ្នឹងទៅមើលអាកន្លែងអាគារបាក់បែកដែលថៃវាយទម្លាក់គ្រាប់តិចប្រាសាទយើងនៅឯព្រះវិហារណាមិនមែនទៅអាតំបន់នេះទេ